ណីប្រពន្ធជួលឃាតករក្នុងតម្លៃ$1000សម្រាប់ប្តីខ្លួនឯងនៅស្រុកគៀនស្វាយខេត្តកណ្ដាលករណីប្រទះឃើញសាកសពអណ្ដែតនៅក្នុងប្រឡាយទឹកនៅចំណុចភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្ដាលនៅថ្ងៃទី14ខែមករាឆ្នាំ2023សាកសពស្គាល់អត្តសញ្ញាណឈ្មោះខឹមផូលីភេទប្រុសអាយុ33ឆ្នាំមុខរបរជាបុគ្គលិកធនាគារជនជាតិខ្មែរស្រុកកំណើតនៅភូមិថ្លុកដង្កោឃុំផ្ទះរុងស្រុកភ្នំប្រវែងខេត្តពោធិ៍សាត់ទីលំនៅបច្ចុប្បន្នសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញប្រជាពលរដ្ឋបានប្រទះឃើញសពអណ្ដែតទឹកមួយនៅក្នុងប្រឡាយទឹកប្រាំងដែលមានតឹង6ម៉ែត្រជម្រៅប្រហែលជា2ម៉ែត្រ3ចម្ងាយពីផ្លូវលបឿនលឿនប្រមាណជាង1000ម៉ែត្រនៅក្នុងភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្ដាលហើយគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយភ្លាមនោះកម្លាំងសមត្ថកិច្ចបានរាយការណ៍មកជំនាញពិនិត្យនិងវិភាគកន្លែងកើតហេតុស្រុកនិងអាជ្ញាធរភូមិឃុំគ្រូពេទ្យដើម្បីចុះមកពិនិត្យសាកសពអណ្ដែតទឹកនោះការពិនិត្យសាកសពឃើញថាសាកសពបានស្លាប់ដោយសារការរឹតកនិងឆក់ឃាតកម្មផ្អែកតាមចម្លើយប្រពន្ធរងគ្រោះផ្អែកតាមចម្លើយប្រពន្ធជនរងគ្រោះសាំងធីតាអាយុ34ឆ្នាំជនជាតិខ្មែរបានសារភាពថាខ្លួននឹងឈ្មោះវីភេទប្រុសអាយុប្រមាណជាង20ឆ្នាំជនជាតិខ្មែរមុខរបរជាកម្មករសំណង់ជាអ្នកសម្លាប់ប្តីរបស់ខ្លួនដោយធ្វើការឆក់និងរឹតកសម្លាប់រហូតដល់ថ្ងៃទី15ខែមករាឆ្នាំ2023នេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនជនដៃដល់ឈ្មោះវីដែលស៊ីឈ្នួលសម្លាប់ជនរងគ្រោះក្នុងតម្លៃ$1000ពីប្រពន្ធជនរងគ្រោះជនដៃដល់និងប្រពន្ធជនរងគ្រោះត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធីច្បាប់